វិហារថ្មីនិងសមិទ្ធផលនានាក្នុងវត្តព្រះពុទ្ធដំណាក់លក្ខណារាមតម្លៃ$97475កំពង់ស្ពឺថ្ងៃទី28ខែមិនិនាឆ្នាំ2025ព្រះវិហារថ្មីគំរូព្រះពុទ្ធបដិមាដងតុងនិងហេដ្ឋារចនាសម្ព័ន្ធនានាស្ថិតនៅក្នុងភូមិដំណាក់ពងរឃុំព្រះវិហារស្រុកកងពិសីខេត្តកំពង់ស្ពឺត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមវត្តមានឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលខេត្តកំពង់ស្ពឺនិងលោកជំទាវមេងវ៉ាន់ដានីនតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺនិងឯកឧត្តមយឹមសុខុមប្រធានក្រុមប្រឹក្សាខេត្តលោកជំទាវភូមិផាន់ណាវីអនុប្រធានក្រុមការងារថ្នាក់កណ្ដាលគណៈបកឯកឧត្តមអមធារីក្រុមការងារថ្នាក់កណ្ដាលគណៈបករួមនឹងឯកឧត្តមអភិបាលរងលោកអភិបាលស្រុកប្រធានមន្ទីរអង្គភាពជុំវិញខេត្តឧបាសកឧបាសិកាសមាជិកសមាជិកាប្រមាណ750នាក់ឯកឧត្តមបណ្ឌិតបានថ្លែងថារាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់លើគ្រប់វិស័យដូចនៅក្នុងថ្ងៃនេះព្រះវិហារថ្មីសមិទ្ធផលផ្សេងអស់តម្លៃ$97475ក្នុងនោះខេត្តកំពង់ស្ពឺគិតត្រឹមចុងខែមិនិនាឆ្នាំ2025នេះខេត្តកំពង់ស្ពឺមានរោងចក្រសហគ្រាសគ្រឹះស្ថានដែលបានចុះបញ្ជីសរុប1392កន្លែងមានកម្មករនិយោជិតសរុប236,891នាក់ស្រី151,945នាក់មានសហគ្រាសធុនធ្ងន់សរុបចំនួន482កន្លែងមានកម្មករនិយោជិតសរុប227,895នាក់ស្រី148,717នាក់ក្នុងនោះមានរោងចក្រសហគ្រាសគ្រឹះស្ថានបើកថ្មីក្នុងខែមិនិនាឆ្នាំ2025មានចំនួន12កន្លែងមានកម្មករសរុប6,861នាក់ស្រី3,466នាក់នេះដោយសារប្រទេសជាតិយើងមានសុខសន្តិភាពធ្វើឲ្យវិស័យពុទ្ធចក្រនិងអាណាចក្រដើរទន្ទឹមគ្នាដោយផ្អែកពុទ្ធចក្របានដើរតួនាទីជួយសង្គមលើការអប់រំអំពើល្អមនុស្សធម៌ចំពោះផ្នែកអាណាចក្រដែលមានការរីកចម្រើនក៏បានជួយដល់ការរីកចម្រើននៃព្រះពុទ្ធសាសនាដែរ